ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចង់បង្ហាញបងប្អូនពីផ្ទះបុរាណគេហៅថាខ្មែរយើងគេហៅថាផ្ទះប៉ិតនៅក្រោយខ្នងខ្ញុំនេះបងប្អូនផ្ទះនេះជាផ្ទះកម្របងប្អូនជាផ្ទះរបស់ខ្មែរយើងតាំងពីដូនតារបស់យើងមកប៉ុន្តែផ្ទះនេះយើងអត់ដឹងថាមានអាយុកាលប្រហែលទេយើងចង់ដឹងតែច្បាស់កាន់តែច្បាស់ខ្ញុំនឹងទៅជួបម្ចាស់ផ្ទះដែលជាអ៊ំស្រីដែលគាត់ជាម្ចាស់ផ្ទះតែម្ដងអញ្ចឹងសូមអញ្ជើញទៅទស្សនាជាមួយខ្ញុំដូចគាត់ដែរបាទជំរាបសួរអ៊ំស្រីម្ដងទៀតអ៊ំបច្ចុប្បន្នមានប្រជុំប្រហែលហើយខ្ញុំថា74ឆ្នាំថ្មីទេ74ឆ្នាំថ្មីបាទផ្ទះនេះជាប្រភេទផ្ទះប៉ិតចឹងអ៊ំណាផ្ទះប៉ិតតាំងពីបុរាណមកហើយប្រភេទផ្ទះនេះអ៊ំមានបានដឹងថាផ្ទះនេះយើងអាចសាងសង់យូរណាអ៊ំណាតាំងពីថាជាប្រហែល100ឆ្នាំទេផ្ទះនេះដឹងថាជាង100ឆ្នាំប៉ុន្តែមិនដឹងថានៅក្នុងឆ្នាំណាបាទជាង100ឆ្នាំហើយអញ្ចឹងផ្ទះនេះមានន័យថាតាំងពីពុកម្ដាយរបស់លោកអ៊ំណាចាពុកម្ដាយជីហ្នឹងហើយឪពុកអីមកដល់ពុកជីដូកជីទួតទៀតណាបាទតាំងពីជីទួតមកហ្នឹងហើយអរចាមែនតើបងប្អូនផ្ទះប៉ិតនេះតាមប្រសាសន៍លោកអ៊ំគាត់ប្រាប់ថាយុកាជាង100ឆ្នាំហើយពី3តំណមកហើយផ្ទះនេះនៅស្អាតទៅភាពនៅស្អាតហើយរាល់ថ្ងៃនេះគឺគាត់អត់មានរុះរើទៅណាទេគាត់អភិរក្សទុកព្រោះដោយសារតែផ្ទះប៉ិតប្រភេទផ្ទះខ្មែររបស់យើងនេះគឺមានការបាត់បង់ច្រើនហើយនៅមិនច្រើនទេផ្ទះប្រភេទបែបនេះហើយប្រភេទផ្ទះប៉ិតបែបនេះកម្រនឹងមានធំគេចាត់ទុកបានថាផ្ទះប្រភេទបែបនេះតាំងពីសម័យនោះគឺហៅថាលំដាប់អ្នកមានហើយដែលមានផ្ទះធំបែបនេះហើយសម័យឥឡូវគឺយើងអត់មានទេមានតែប្រភេទផ្ទះថ្មទេអីចុះបងប្អូនឆ្ងល់ចុះហេតុអីក្រុមការងារបងមិនទៅថតផ្ទះហ្នឹងវិញដោយសារគោលបំណងរបស់យើងគឺផ្ទះមួយកណូមិនក៏បងប្អូនមិនថតដោយសារតែគោលបំណងគឺយើងចង់ផ្សព្វផ្សាយបងប្អូនកូនខ្មែរមួយចំនួនដែលគាត់ស្គាល់ថានេះហើយជាប្រភេទផ្ទះខ្មែររបស់យើងហើយជាផ្ទះប៉ិតដែលតំណាងឲ្យខ្មែររបស់យើងមិនមែនដូចជាផ្ទះទំនើបសម័យឥឡូវបងប្អូនដោយសារមូលហេតុហ្នឹងទើបយើងមកថតមកសុំជួបអ៊ំស្រីគោលបំណងរបស់យើងគឺចង់ផ្សព្វផ្សាយបាទដើម្បីឲ្យបងប្អូនយើងដឹងអញ្ចឹងថាប្រភេទផ្ទះប៉ិតប៉ុន្តែជាក់ស្ដែងផ្ទះនេះអ៊ំរស់នៅរាល់ថ្ងៃឬក៏យើងអត់នៅទេបច្ចុប្បន្នខ្ញុំនៅរាល់ថ្ងៃអ៊ំណាបាទសភាពផ្ទះនេះបងប្អូនឃើញប្រាប់ឲ្យឃើញថានៅតសអីគឺនៅស្អាតច្រើនមែនតើហើយតសវារហូតដល់4ជួរអ៊ំណាស4ជួរហើយឈើហ្នឹងគឺធ្វើមកមូលទាំងមូលតែម្ដងហើយសភាពផ្ទះហ្នឹងគឺហាក់បីដូចជានៅគេថាទ្រង់ទ្រីដើមច្រើនមែនតើហើយកន្លែងនេះយើងគ្រាន់តែធ្វើក្រោយដើម្បីចាក់សាបមានភ្ញៀវឲ្យមកលេងបាទទៅធ្វើប្រហែលមួយខែហ្នឹងបាទតែមួយខែហ្នឹងទេបងប្អូនទស្សនាចាក់ស្ដែងគឺប្រភេទផ្ទះបែបនេះកម្ររកបានតើបច្ចុប្បន្ននេះផ្ទះនេះនៅក្នុងឃុំភូមិស្រុកខេត្តអីដែរបងផ្ទះហ្នឹងនៅក្នុងឃុំព្រែកតមៈខេត្តស្រុកសាច់កណ្ដាលខេត្តកណ្ដាលហ្នឹងហើយបាទចុះភូមិនៅក្នុងភូមិហ្នឹងភូមិស្វាយអត្តក្រោមក្រោមបងប្អូនហើយសម្រាប់មួយទៀតលោកអ៊ំភ្ញៀវដែលគាត់ចង់មកទស្សនាអីហ្នឹងអត់មានហាមឃាត់ទេនឹងអាចមកទស្សនាលេងបានព្រោះដោយសារគាត់ចង់ស្គាល់ពីផ្ទះបុរាណយើងអញ្ចឹងបាទហ្នឹងហើយបងប្អូនដូចលោកអ៊ំស្រីគាត់មានប្រសាសន៍អញ្ចឹងថាបើបងប្អូនចង់ស្គាល់ចង់មកទស្សនានៅផ្ទះបុរាណគេហៅថាផ្ទះប៉ិតរបស់ខ្មែរយើងអញ្ជើញមកទស្សនាបាននៅក្នុងភូមិឃុំដែលលោកអ៊ំគាត់បញ្ជាក់មិញហ្នឹងពិសេសក្មេងៗវាសាមកសិក្សាមានន័យថាក្មេងសិស្សសាលាគាត់ចុះមកកម្មសិក្សាពីបុរាណហ្នឹងហើយចាបុរាណបាទរចនាបថរបស់ខ្មែរយើងតែម្ដងបាទបងប្អូនមិញយើងបានជួបប្រសាសន៍អ៊ំស្រីដែលគាត់ជាម្ចាស់ផ្ទះហើយឥឡូវនេះចង់បង្ហាញបងប្អូនកាន់តែច្បាស់ទៀតថាផ្ទះហ្នឹងតាំងពីសម័យណាមកឥឡូវបងប្អូនឃើញនៅលើសាបប្លង់សេបងប្អូននេះប្លង់សេហ្នឹងគឺគាត់ធ្វើតាំងពីដំណើរគ្នាតាំងពីផ្ទះហ្នឹងហ្មងឃើញមានកសែតនៅបាតក្រោមដោយសារជំនាន់ហ្នឹងគេចាក់ប្លង់សេហ្នឹងគឺគេយកกระดาษកសែតមកក្រាបពីក្រោមបងប្អូនឃើញទេផ្ទះហ្នឹងគឺយូរក៏ប៉ុន្មានតែបងប្អូនស្រឡឹងមើលខាងលើបងប្អូនគឺអានៀបគឺនៅស្រស់ស្អាតដូចថ្មីអញ្ចឹងបងប្អូនគឺនៅមើងទៅហ្មងហើយតាំងឈើអានៀបអីហ្នឹងគឺតាំងពីជំនាន់ហ្នឹងដូចគ្នាបងប្អូនតែគ្រាន់តែថាវានៅស្អាតដូចថ្មីអញ្ចឹងហើយតសអីបងប្អូនមើលចាក់ស្ដែងគឺនៅស្អាតមែនតើនៅស្អាតច្រើនហើយដូចនៅគៀននេះអីចឹង
បងប្អូនឃើញថាពីជំនាន់ចាស់ពីបុរាណគឺគាត់ធ្វើសសរហ្នឹងគឺមួយទាំងមូលតែម្ដងអត់មានជ្រិកអីទេហើយសិតតែប្រភេទឈើល្អៗនៅសម័យនោះហើយផ្ទះនេះវារាប់រយឆ្នាំហើយបងប្អូនដូចមានប្រសាសន៍លោកអ៊ំបានបញ្ជាក់អញ្ចឹងបានបងប្អូនបន្ទាប់ពីបងប្អូនបានទស្សនានៅរូបភាពទាំងមូលនៅផ្ទះប៉ិតបុរាណរបស់យើងនៅពេលនេះក៏ឈានដល់ទីបញ្ចប់ប៉ុន្តែមុនបញ្ចប់សូមបន្ថែមបញ្ជាក់ទីតាំងបងប្អូនស្គាល់បន្តិចភូមិផ្ទះនេះគឺនៅក្នុងភូមិស្វាយអាត់លើឃុំព្រែកតមៈស្រុកសាច់កដាលខេត្តកដាលនេះទេបងប្អូនអញ្ចឹងបងប្អូនអាចអញ្ជើញមកទស្សនាលេងកម្សាន្តបានរាល់ពាក្យពេចន៍ឬកំហុសខុសឆ្គងដោយចេតនាសូមអរគុណសូមអធិស្ឋានសូមអរគុណសូមគោរពលា